Hello ក៏ដូចសួស្តីបងប្អូនអរគ្នានឹងថ្ងៃថ្ងៃនេះខ្ញុំមានសេរីចាស់មួយគ្រឿងទៀតហើយបងប្អូនថាតាមម៉ូតូបុរាណអញ្ចឹងណាបាទហើយសម្រាប់ម៉ូតូនេះដែរគឺមកពីខាងខេត្តកំពង់ធំហ្នឹងហើយសម្រាប់បងប្រុសចាំម៉ូតូក៏បានមកផ្ទាល់ទេនឹងគាត់ផ្ញើខ្ញុំរៀបចំមកស្អាតឡើងវិញបាទដោយសារតែម៉ូតូសំណប់ចិត្តសំណប់បេះដូងបាទហើយសម្រាប់ម៉ូតូនេះដែរគឺរូបរាងវារាងគ្រាន់បើដែរបងប្អូនគឺថាគ្រឿងខ្លះនោះប្រើបានអញ្ចឹងណាបាទយើងគិតមើលទៅតាមពី60ជាងមកដល់ឥឡូវគឺវាច្រើនឆ្នាំមែនតើបាទហើយគ្រឿងខ្លះដូចរៀនក្រោយដូចកុងទ័រវានៅប្រើបានទុកថាវានៅអេមអីអញ្ចឹងបងប្អូនបាទហើយសម្រាប់ម៉ូតូនេះដែរគឺគាត់ឲ្យខ្ញុំរៀបសំណុំដើមនឹងឲ្យមានលេងគ្រឿងនេះទេហ្នឹងហើយដូចថាគាត់ឆ្លាញ់បែបបុរាណអញ្ចឹងបងប្អូនបាទហើយនេះគឺសកម្មភាពខ្លះណាស់ហ្នឹងហើយពីការធ្វើបងប្អូនហ្នឹងហើយនេះចាប់ដើមបកថ្នាំចាស់ចោលហ្នឹងហើយបន្ទាប់មកបានយើងចាប់ដើមបៀបាទបៀកន្លែងតាណាវាមានស្នាមកន្លែងតាណាវាមានពុកទៅយើងផ្សារឡើងវិញទៅយើងបៀធ្វើរៀងធ្វើភ្លឺវាឡើងវិញអញ្ចឹងបងប្អូនបាទហ្នឹងហើយសម្រាប់វីដេអូខ្ញុំថតកាត់បងប្អូនហ្នឹងហើយសម្រាប់ធុងសាំងវាដំបូងឡើយអត់លិចទេដោយសារតែគេបៀកថ្នាំពីលើអញ្ចឹងបងប្អូនតែពេលខ្ញុំបកថ្នាំចាស់អស់ហើយនឹងការបៀកអស់តាណាក៏ជ្រាបដែរអញ្ចឹងខ្ញុំរៀបចំផ្សារគាត់ឡើងមកស្អាតដោយសារតែចង់រក្សាធុងសាំងវារៀងដើមអញ្ចឹងបងប្អូនហើយនេះសកម្មភាពខ្ញុំឡើងតំណប់ហើយបងប្អូនឡើងតំណប់ហើយយើងចាប់ដើមបាញ់ពណ៌បាញ់ទឹកកាឡូអញ្ចឹងណាហ្នឹងហើយបាទហើយសម្រាប់ពណ៌នេះគឺអេមខ្លាំងមែនតើបាទនេះខ្ញុំចាប់ដើមតឡើងវិញហើយចាប់ដើមតភ្លើងហ្នឹងហើយសម្រាប់គ្រឿងបន្លាស់ហ្នឹងគឺដូរដូចចរដងនេះបងប្អូនគឺមានសញ្ញោអញ្ចឹងទៅបាទហើយសម្រាប់សញ្ញោគាត់យកល្អបងប្អូនគឺថាសញ្ញោនេះគុណភាពវាអេមខ្លាំងហ្នឹងហើយសាច់វាស្អាតប្រភេទសញ្ញោល្អបងប្អូនហើយតម្លៃវាក៏រៀងគួរសមដែរបាទអាចថាសញ្ញោនេះមកគូអាចទិញបាទធម្មតា6 7គួរហ្នឹងហើយតែគាត់ថាដូចខាងក្រោយអីវាក្រាស់សាច់អ៊ីណុកពេលមកគឺស្អាតមែនតើបាទហើយប៉ះមកវាអត់ងាយបាក់អត់ងាយទៅណាទេហើយកម្រវាក៏អត់ងាយស្លេកដែរបងប្អូនគឺគុណភាពអេមហ្នឹងហើយគុណភាពសឹងតែដូចសៀនណាបងប្អូនអញ្ចឹងតម្លៃវាគឺគួរសមតាមនឹងហើយសម្រាប់សម៉ាំងបាទសម៉ាំងគឺគាត់ប្រើសម៉ាំងពណ៌សម៉ាំងប្រែនបាទពណ៌កថោពីច្រើនគឺប្រើសម៉ាំងប្រែនបងប្អូនហ្នឹងហើយដាក់ទៅគឺវាអេមខ្លាំងហើយសម៉ាំងប្រែននេះសម៉ាំងល្អដែរហ្នឹងហើយវាសាច់វាក្រាស់ហ្នឹងហើយសំឡេងវាក៏វាប្រុសដែរបងប្អូនហ្នឹងហើយសម្រាប់សម៉ាំងនេះគឺមានពីរធឺមានធម្មតាមានល្អដែរចឹងបងប្អូនហើយសម្រាប់គ្រឿងនេះគឺបងប្រុសក៏ដាក់គ្រឿងល្អច្រើនមែនតើហ្នឹងហើយដើម្បីឲ្យម៉ូតូនេះវាកាន់តែស្អាតចឹងណាបាទអូខេឃើញថារួចរាល់ហើយបងប្អូន 100% ហើយគឺថាលាងទឹកលាងអីថតឲ្យគាត់មើលមកជុំបាទហើយបងប្អូនមើលទៅហើយសម្រាប់គ្រឿងនេះគឺសម្រាប់អ៊ំហ្នឹងហើយពូចាស់ដែលគាត់ស្រឡាញ់ម៉ូតូបែបបុរាណនេះគឺថាជាប់ចិត្តដិតអារម្មណ៍មែនតើបាទគឺថាស្អាតនិយាយទៅពូសេរីកថោនេះគឺវាអត់នៅច្រើនទេបងប្អូនសឹងថានៅលើដងផ្លូវឡើងមានជិះហើយហ្នឹងហើយមានមួយអញ្ចឹងណាបាទហើយសម្រាប់បងប្រុសគាត់ថាគាត់រៀបមកស្អាតហ្នឹងហើយសំណុំដើមដើម្បីរក្សាទុករៀងវាអញ្ចឹងណាទុកគាត់ជីផឹកខ្វេចិត្តទេបងប្អូនហ្នឹងហើយសេរីនេះហើយចូលការទៅយកទៅតាំងអីក៏មានដែរអញ្ចឹងបងប្អូនហើយក៏មានបងប្អូនគាត់ខមមិនសួរពាក់ព័ន្ធនឹងតម្លៃហ្នឹងហើយថាធ្វើប៉ុណ្្នឹងអស់ប្រហែលអញ្ចឹងណាសម្រាប់ម៉ូតូនេះគឺអស់ដូចជា500ជាងបងប្អូនហើយសម្រាប់ម៉ូតូមួយគ្រឿងការធ្វើវាអត់ដូចគ្នាទេបងវាអស់តិចអស់ច្រើនទៅតាមយើងដូរគ្រឿងល្អអន់តាមការខូចខាតរបស់ម៉ូតូតិចច្រើនអញ្ចឹងបងប្អូនពីមានម៉ូតូខ្លះក៏អស់លើនឹងទៀតហ្នឹងហើយអញ្ចឹងមកថាវាអត់ទៀងទេបើសិនតែយើងចង់ច្បាស់តើតែម៉ូតូមកដល់ហ្នឹងហើយយើងដាក់បងទៅនឹងភាសាគ្នាទៅតែត្រូវធ្វើអីដូរអីខ្លះហ្នឹងហើយគ្រឿងណាប្រើបានយើងប្រើវិញគ្រឿងណាប្រើបានយើងដូរទៅអញ្ចឹងតម្លៃវាទៅតាមនឹងអញ្ចឹងណាហើយសម្រាប់បងប្អូននៅខេត្តហ្នឹងហើយសម្រាប់ម៉ូតូមកដល់ហ្នឹងហើយដល់ពេលចាប់ដើមធ្វើគឺយើងដាក់បងទៅឲ្យបងប្អូនយើងភាសាគ្នាហ្នឹងហើយតែត្រូវដូរអីខ្លះហ្នឹងហើយចរចាតម្លៃគ្នាតាមនឹងទៅបើត្រូវថ្លៃចាំធ្វើបើអត់ត្រូវថ្លៃទេចាំយើងគិតតាមនឹងទៀតអញ្ចឹងបងប្អូនបាទអញ្ចឹងមិនថារឿងតម្លៃមួយនេះគឺខ្ញុំមិនអាចបញ្ជាក់អស់ប្រមាណប្រកាសទេគ្រាន់ថាខ្ញុំអាចប្រាប់ថាម៉ូតូគេមុនគឺធ្លាប់ធ្វើតម្លៃអស់ប៉ុណ្ណឹងអញ្ចឹងបងប្អូនបាទហើយបើបងប្អូនដឹងថាតម្លៃប៉ុណ្ណឹងហើយបងប្អូនអាចថាទទួលយកបានឬក៏អាចធ្វើបានអានឹងចាំបងផ្ញើម៉ូតូមកបាទព្រោះតែដាក់ឡានមកវាអស់រៀងគួរសមដែរអញ្ចឹងណាបាទអញ្ចឹងកុំឲ្យខកហ្នឹងហើយបងប្អូនសម្រាប់បងប្អូនដែលមានម៉ូតូនឹងឲ្យចាស់ម៉ូតូបុរាណម៉ូតូគេអត់ចង់ពិបាត់បងអីចង់ធ្វើឲ្យបងប្អូនអាចតាក់ទងបានហើយសម្រាប់ព័ត៌មានផ្សេងបងប្អូនអាចឆាតនៅ Telegram បងប្អូនអានឹងតបរៀងលឿនតែបើឆាតទៅ Page អានឹងតបរៀងយឺតក៏ដូចគាត់កាលនេះខ្ញុំតបអត់តនេះបងប្អូនអញ្ចឹងណាបាទហើយក៏អរគុណច្រើនដល់បងប្អូនតែទៅជួយ share វីដេអូបងប្អូនដូចជា like page បងប្អូនអញ្ចឹងណាបាទហ្នឹងហើយខ្ញុំអរគុណមែនតើហើយក៏អធិស្ឋានចំពោះការតប comment ហ្នឹងហើយដែលបងប្អូនអត់បានតបអញ្ចឹងណាបាទហើយវីដេអូនេះក៏អត់មានអីច្រើនទេមានតែប៉ុណ្្នឹងអរគុណច្រើនបាយបាយ